100 សកម្មភាពដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលឆ្នើមការអភិវឌ្ឍខ្លួនគឺជាកត្តាសំខាន់ខ្លាំងណាស់ចំពោះបុគ្គលគ្រប់រូបសម្រាប់ទាំងជីវិតគ្រួសារនិងអាជីពការងារមនុស្សគ្រប់គ្នាតែងតែចង់អភិវឌ្ឍខ្លួនឯងតាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានហើយអាចដឹកនាំជីវិតឆ្ពោះទៅរកភាពជោគជ័យនិងរស់នៅប្រកបដោយភាពសុខដុមរមនាប៉ុន្តែផ្ទុយមកវិញមនុស្សភាគច្រើនបានត្រឹមតែចង់អភិវឌ្ឍខ្លួនឯងតែមិនបានដឹងពីគន្លឹះនៃការអភិវឌ្ឍខ្លួនឯងនោះទេការអភិវឌ្ឍផ្ទាល់ខ្លួនមានន័យថារៀបចំខ្លួនអ្នកដើម្បីទទួលបាននូវកំណែថ្មីបំផុតរបស់អ្នកវាមានន័យថាការស្វែងរកតំបន់ការងារដែលអ្នករកឃើញពីភាពរីករាយកែលម្អផ្នត់គំនិតកំណត់គោលដៅនិងការសម្រេចបានខាងក្រោមនេះជាសកម្មភាពចំនួន100ដើម្បីអភិវឌ្ឍខ្លួនក្លាយជាបុគ្គលឆ្នើមចំណុចទី1ទម្លាប់រស់នៅ1ញ៉ាំទឹកឲ្យបាន2លីត្រក្នុងមួយថ្ងៃ2ទម្លាប់គេងដោយក្រោកឲ្យបានទៀងម៉ោង3រៀនធ្វើម្ហូបឲ្យបាន10មុខ4រៀនជូនជាជំនួនទៅកាន់អ្នកមានគុណ5រៀនរស់ដោយគ្មានទូរស័ព្ទឲ្យបានមួយថ្ងៃក្នុងមួយខែ6មួយសប្តាហ៍សម្អាតបន្ទប់ម្ដង7យករបស់ដែលមិនត្រូវការទៅជូនគេឬបោះចោលរៀងរាល់2ខែម្ដង8ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន9រៀនសរសេរកិច្ចការដែលនឹងធ្វើត្រូវនៅថ្ងៃស្អែកដាក់ក្នុងសៀវភៅមុនពេលគេង10រៀនលុបចោលនៅរូបចាស់ដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត11សាកល្បងចិញ្ចឹមសត្វដាំផ្កា12មួយសប្តាហ៍ធ្វើម្ហូបខ្លួនឯងឲ្យបានម្ដង13រៀនកត់បញ្ជីចំណូលចំណាយរៀងរាល់ថ្ងៃ14រៀនធ្វើខ្លួនឬស្លៀកពាក់ឲ្យខ្លួនមើលទៅមានទំនុកចិត្ត15កាត់សក់រៀងរាល់មួយខែម្ដង15រៀនសន្សំលុយទិញរបស់ដែលខ្លួនស្រឡាញ់15រៀនញ៉ាំតិចកុំញ៉ាំឆ្អែតពេក15ធ្វើដំណើរទៅកាន់ទីឆ្ងាយឲ្យបាន2ខែម្ដង19កុំចំណាយពេលទៅលើហ្គេមទំនេរដើរលេងនៅខាងក្រៅវិញ20កុំចេញក្រៅផឹកស៊ីលើសពី2ដងក្នុងមួយសប្តាហ៍21ឧស្សាហ៍បដូរកម្រាលពូកស្រោមខ្នើយឲ្យបានមួយសប្តាហ៍ម្ដង22ទម្លាប់ញ៉ាំអាហារពេលព្រឹក23ក្រោកពីគេងផឹកទឹកឲ្យបានមួយកែវរួចចូលបន្ទប់ទឹក24ដើរឲ្យបានកន្លះម៉ោងក្រោយបាយពេលល្ងាចហើយ25អានសៀវភៅឲ្យចប់មួយក្បាលក្នុងមួយខែចំណុចទី2ការអភិវឌ្ឍខ្លួន26មួយថ្ងៃចំណាយពេល20នាទីដើរហាត់ប្រាណ27មួយថ្ងៃអានសៀវភៅមួយទំព័រឬអត្ថបទថ្មីមួយ28ទម្លាប់ដើរអង្គុយឲ្យត្រង់ខ្លួន29ចាប់ពីយប់ម៉ោង9ទៅមិនញ៉ាំអ្វីទាំងអស់30មុនចូលគេងមិនញ៉ាំទឹកច្រើនពេក31រៀនប្រើក្រែមការពារកម្ដៅថ្ងៃ32រៀនសរសេរអត្ថបទថតវីដេអូ33ឧស្សាហ៍ទេទៅអ្នកផ្ទះ34រៀនមើលវីដេអូបង្កើនចំណេះដឹង35មានការងារក្រៅម៉ោងធ្វើ36កុំទម្លាប់លេងហ្គេមពេលទំនេរសូមលេងកីឡាវិញ37រៀនរីករាយនឹងបរិយាកាសជុំវិញខ្លួន38ញ៉ាំបាយកុំប្រញាប់39មួយខែកំណត់គោលដៅមួយហើយសម្រេចវាឲ្យបាន40រៀននៅជាមួយខ្លួនឯងឲ្យបានច្រើន41រៀនជំនាញមួយថ្ងៃឬ2ថ្ងៃរៀងរាល់កន្លះឆ្នាំម្ដង42រៀនកំណត់ម៉ោងធ្វើការងារ43រៀនជំនាញថ្មីតាមអនឡាញនិងយកសញ្ញាបត្រឲ្យបាន44ទម្លាប់ស្ដាប់សៀវភៅជាជាងស្ដាប់តន្ត្រី45រៀនកំណត់ផែនការប្រចាំថ្ងៃខែឆ្នាំ46រៀនសរសេររឿង3យ៉ាងដែលអ្នកនឹងធ្វើនៅថ្ងៃស្អែក47ចូលសិក្ខាសាលាឲ្យបានម្ដងក្នុងមួយខែ48ចូលរួមជាយុវជនស្ម័គ្រចិត្តជួយធ្វើការងារសង្គម49រៀននិយាយណែនាំខ្លួនឲ្យបានល្អ50ស្លៀកពាក់និងរៀបចំខ្លួនឲ្យបានត្រឹមត្រូវចំណុចទី3ទំនាក់ទំនងសង្គម51រៀនបដិសេធ52លុបមនុស្សដែលខ្លួនមិនចូលចិត្តចេញពីបណ្ដាញសង្គម53ចាក់ចេញពីក្រុមដែលរំខាន54កុំចំណាយពេលធ្វើទំនាក់ទំនងដែលឥតប្រយោជន៍55ជួបមិត្តល្អឲ្យបានម្ដងក្នុងមួយខែ
56 កុំទម្លាប់និយាយអាចកំបាំងរបស់ខ្លួនប្រាប់មនុស្សទើបស្គាល់57ជែកជាមួយគេកុំឧស្សាហ៍ចុចទូរស័ព្ទ58នៅពេលទៅទូរស័ព្ទទៅអ្នកដទៃសួរសិនថាគេទំនេរអាចនិយាយបានឬអត់59ទទួលបានជំនួនពីគេត្រូវសម្ដែងការអរគុណឲ្យអស់ពីចិត្ត60ពេលយល់ច្រឡំរឿងអ្វីមួយជាមួយមិត្តភក្តិហៅមកនិយាយគ្នាឲ្យច្បាស់61កុំធ្វើជាអ្នកនាំពាក្យឲ្យអ្នកដទៃ62រៀននិយាយសួស្ដីឬជម្រាបសួរទៅកាន់អ្នកដទៃមុន63កុំនិយាយចំណុចខ្សោយខ្លួនឯងនៅទីសាធារណៈ64កុំឧស្សាហ៍រិះគន់អ្នកដទៃ65ឧស្សាហ៍តាក់ទងជាមួយគ្រួសារសាច់ញាតិបងប្អូន66រៀននិយាយអរគុណទៅកាន់អ្នកបម្រើ67អ្វីដែលអាចស្រាវជ្រាវខ្លួនឯងបានកុំសួរគេ68កុំពាក់ព័ន្ធឬផ្ដល់យោបល់ទៅកាន់រឿងរ៉ាវគ្រួសារអ្នកដទៃ69រៀនស្ដាប់សម្ដីដែលគេនិយាយទោះវាគ្រោតគ្រាតក៏ដោយ70កុំឧស្សាហ៍រអ៊ូពីបញ្ហាខ្លួនឯងប្រាប់អ្នកដទៃ71កុំសូវរាប់អានជាមួយនឹងមនុស្សដែលមានគំនិតអវិជ្ជមាន72រៀនស្ដាប់ឲ្យច្រើនជាងនិយាយ73ឆ្លើយតបសារកុំទុកសារចោលលើសពី24ម៉ោង74រៀនជូនជំនួនដល់មិត្តភក្តិ75រៀនផ្ញើសារអបអរសាទរជូនពរក្នុងឱកាសពិសេសចំណុចទី4ការងារ76រៀនប្រើប្រាស់កម្មវិធី Microsoft Office ឲ្យបានស្ទាត់ជំនាញ77សរសេរអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃនេះដាក់នៅលើតុធ្វើការ78កុំទម្លាប់ទៅធ្វើការយឺត79រក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារ80កុំទម្លាប់ពន្យាពេល81រៀនកត់ត្រានៅសកម្មភាពការងាររបស់ខ្លួន82រៀបចំកន្លែងធ្វើការងារឲ្យមានរៀបរយល្អ83បែងចែកគ្នាឲ្យដាច់រវាងការងារនិងជីវិតផ្ទាល់ខ្លួន84រៀបចំតារាងការងារដែលមិនទាន់ធ្វើកំពុងធ្វើនិងបានធ្វើរួចរាល់85រៀនសួរថ្នាក់លើពេលមិនចេះ86រៀនប្រើប្រាស់បណ្ដាញសង្គម87ស្វែងរកចំណុចខ្លាំងរបស់ខ្លួនហើយដុសខាត់វាឲ្យលេចធ្លោ88ស្វែងរកចំណុចខ្សោយរបស់ខ្លួនហើយរៀនកែលម្អ89រៀនបង្ហាញពីគំនិតរបស់ខ្លួនទៅកាន់ក្រុមការងារ90រៀនចែករំលែកបទពិសោធន៍និងចំណេះដឹង91កុំធ្វើជាអ្នកបង្កើតបញ្ហាធ្វើជាអ្នកបង្កើតដំណោះស្រាយ92ស្លៀកពាក់ឲ្យត្រូវទៅនឹងវិជ្ជាជីវៈរបស់ខ្លួន93គោរពតាមច្បាប់និងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន94រៀនគិតខ្លួនឯងសិនចាំសួរអ្នកដទៃ95កុំធ្វើការលើសពី10ម៉ោងក្នុងមួយថ្ងៃ96រកការងារណាដែលមានពេលសម្រាកសៅរ៍អាទិត្យ97រៀនប្រើប្រាស់ website ឬកម្មវិធីថ្មីដែលសម្រួលដល់ការងារ98ឧស្សាហ៍ញ៉ាំបាយជុំគ្នាជាមួយក្រុមការងារ99រៀបចំឯកសារការងារខ្លួនឲ្យមានរបៀបរៀបរយ100គោរពថ្នាក់លើនិងឲ្យតម្លៃថ្នាក់ក្រោម